sao buồn nhẹ mày យកជាប់នៅហ្នឹង បាទ គាត់ចេះនៅក្នុងភ្លើងហ្នឹង បាទ ចូលរួមសោកស្ដាយអ្នក3ស្មាប្អូនហ្នឹងគាត់ជាបានទីបានបានយកមកអូនឯងពេលដាក់ហើយអូនឯងឡើងទៅទៀតផ្ទះហ្នឹងមិនវាអត់មានត្រកចេញក៏មិនបាន យ៉ាងនេះដល់ភ្លើងចេះទៀតហើយឮថាមានក្មេងចាំមិនដឹងខ្លួនឯងធ្វើអីទេបាទសិនជា2អ្នកបន្ទប់ក្រោយហ្នឹងកុំជាប់សោខ្ញុំអាចជួយសង្គ្រោះបានដូចបងកងចេញមកមុនចឹង លោកកញ្ញាស្រីច័ន្ទថនស្ថាបនិកក្រុមហ៊ុនត្រីខខ្ញុំបានធ្វើកិច្ចសម្ដែងសម្ដៅដោយផ្ទាល់ជាមួយនឹងកាន់មិញហុងវរៈបរោះដែលបងប្អូនស្គាល់ថាជា Spider-Man កម្ពុជានៅរសៀលថ្ងៃទី20ខែកុម្ភៈឆ្នាំ2026ហើយខ្លឹមសារមានដូចតទៅនេះ ហុងមិនឯងសុខបាយអូនឯងថ្ងៃឃើញព័ត៌មានឃើញប្អូនជួយដល់ បាទ ដូចជាប្អូនស្រីដែលជាប់នៅក្នុង ជាប់ច្រើនអ្នកមេ ជាប់ច្រើនអ្នក ជាប់10អ្នក ជាង10នាក់ បាទ ហើយនៅម្ដុំទីតាំងនៅណា នៅចិត្តថោន ថោនហើយអូនឃើញអញ្ចឹងក៏ឆ្លៀតចូលទៅជួយហើយជួយនឹងបានប៉ុន្មានអ្នក ខ្ញុំជួយបាន5 6អ្នក អូបានច្រើនដែរ ខ្ញុំទាញមក ហើយអ្នក3ស្មាប្អូនហ្នឹងគាត់ជាបានទីបានបានយកមក ទី6 ទី6ហើយស្មាបានតែនៅក្នុង ដែលខ្ញុំថាគឺទាញថតបានទី1បំផុតខ្ញុំយកមក ទី1ហ្នឹង បាទហើយយកអ៊ំទី2ខ្ញុំទាញមក ចុះឯងពេលដាក់ហើយអូនឯងឡើងទៅទៀត ខ្ញុំទៅហៅមនុស្សទៅថែមទៀត អូ ទៅជួយ ហើយសល់ប៉ុន្មានអ្នកទៀតដែលនៅសល់ នៅសល់ទៅជា4 5នាក់ តែចេញផុតអត់ ខ្ញុំយកបានម្នាក់ទៀត អូ ទៅជួយមួយបងនេះហ្នឹងគាត់អ្នកបាញ់ទឹកហ្នឹងបងកងកម្លាំងហ្នឹង ផ្ទះហ្នឹងមិនវាអត់មានត្រកចេញក៏មិនបាន ផ្ទះហ្នឹងមេដោយសារតែកញ្ចាក់សោគូកលឺទាំងណារខំខាំងខ្លាំងពេកតែចាក់សោបន្ទប់ តែចង់និយាយថាតាំងកាត់ហេតុហ្នឹងមិនថាយើងជួយបានចំនួនប្រហែលអ្នកនៅសល់ហ្នឹងគាត់ចេញផុតអត់ សោ4នាក់មេ យកជាប់នៅហ្នឹង បាទ អូគាត់ចេះនៅក្នុងភ្លើងហ្នឹង បាទ អូចូលរួមសោកស្ដាយ បាទ តែបើបានប្អូនដែរបានជួយជីវិត បាទ គាត់បានច្រើន នេះខ្ញុំអ្នកហ៊ានចូលទៅវាយលុកទិដៅតែមនុស្សនៅមុនគេ អូ ខ្ញុំដូចជា ផ្ទះប្អូននៅក្បែរហ្នឹងហ៎ តែខ្ញុំនៅឆ្ងាយពីនឹងប្រហែលជា2គីឡូទៀត អូតែឃើញអញ្ចឹងក៏មកព្រាម ឮតែភ្លើងចេះទៀតហើយឮថាមានក្មេង អូ សួរតែបងហ្នឹងគាត់ចប់ក្នុងហ្នឹងខ្ញុំសួរថាបងមាននៅអត់គាត់ថាមានច្រើនហើយមានក្មេងទៀតក៏ខ្ញុំទៅហ៊ានគូទ្វាទៅវាយបញ្ជាំងនៅដបូលើដើម្បីឲ្យលឺចេញថាខ្ញុំនៅខាងនេះចេញមកខាងនេះបានគាត់លឺមកគាត់ដើរមក បាទហើយឧបត្ថម្ភអូនឯងពៀនដាក់បង អត់នឹងថាខ្លួនឯងបថុយហ្នឹងចាំមិនដឹងខ្លួនឯងធ្វើអីទេ យល់អានេះគេហៅថាទឹកចិត្តហ្នឹងហើយណាមួយគាត់ជាជនខ្មែរជនជាតិខ្មែរយើង ជនជាតិខ្មែរ តែអ្វីដែលអូនចូលទៅហ្នឹងឲ្យកោះសាំងសៃចូលទៅចូល អត់ ពីលើមក ខ្ញុំនេះបងខាងលើហ្នឹងទៅវាយឲ្យបងគាត់អ៊ំនៃគាត់ជាប់ក្នុងហ្នឹងឲ្យគាត់ចេញមកខាងខ្ញុំបាទឲ្យគាត់រកផ្លូវគេជួយស្រែកមកគាត់ដឹងគាត់លឺឲ្យគាត់ដើរមកបានមកខ្ញុំគោះគេគោះខាងក្រោមមកគាត់ចេញមកបានមកបាន ហើយអ្នកដែលអូនឯងជួយសង្គ្រោះមកហ្នឹងគាត់ឥឡូវគាត់បានហាអាការៈគាត់ធម្មតាទេឬក៏មានបញ្ហា គាត់ខ្ញុំគេថាខ្ញុំជួយទាន់ពេល តន់ពេលអញ្ចឹងក៏អត់ចង់ថាមាន check ខ្លួនឬមិនអី អូនឯងទៅតែម្នាក់ដែលល្បួនហ្នឹងម្នាក់គាត់ដែលខ្ញុំក្នុងការហេតុការហ្នឹងបាទនៅជាប់ក្នុងហ្នឹងគឺមានម្នាក់ហ្នឹងដោយសារតែគាត់ជាប់សោមេបាទសិនជា2អ្នកបន្ទប់ក្រោយហ្នឹងកុំជាប់សោខ្ញុំអាចជួយសង្គ្រោះបានដូចបងកងចេញមកមុនចឹង ទៅបងជួយបានតន់ពេលវេលា បាទ ហើយបងឃើញរូបភាពហ្នឹងក៏បងរៀន slot តិចដែរថាឃើញឆេះហើយអារបាំងដៃហ្នឹងវាពាត់ចិត្តដឹងចូលតាមច្រកណាឲ្យច្រកណាឲ្យបងហ៊ានចូលទៅជួយណាមួយខ្ញុំធាក់ទ្វាអាទ្វានឹងខ្ញុំធាក់មិនដាច់លឺចោល អញ្ចឹងអាលឿនហ្នឹងហ៎ បាទអាមុននឹងចូលហ្នឹងមុនគេគាត់នឹងធាក់បាក់ធាក់ដាច់បាត់ធាក់ដាច់ហើយយើងចូលវាយយកខាង2អ្នកទៀត ហើយមានដឹងថាឆេះហ្នឹងមូលហេតុអីមានដឹង ឮថាទូសេតែខ្ញុំទៅអត់ទាន់គេទេខ្ញុំទៅឃើញភ្លើងឆេះរសូនថើអស់ហើយបាទខ្ញុំហ៊ានទៅចូល ហើយផ្ទះហ្នឹងជាផ្ទះជាពលរដ្ឋធម្មតាឬក៏ផ្ទះដាក់អីវ៉ាន់ឬក៏ឃ្លាំងអី ផ្ទះដោយសារតែគាត់លក់នំខេតមែនហើយដោយឆេះបញ្ហាឆេះខាងគេគឺគេដាងុំផ្សែងធ្វើឲ្យនេះហ្មងបាទ អញ្ចឹងបងអូនស្អកហ្នឹងគឺបញ្ហារឿងផ្សែងចូល ពុលផ្សែង បាទលឿនពេកកម្មពិតបើយើងរុំមកផ្សែងទឹកបាទរុំមុខក៏ជួយតែទៅថយ អត់មានអីទាំងអស់ ហើយចាំមិនថាលឿន មានអីជឿមានតែលួចបានបងបលីដែលបាញ់ទឹកមួយខ្ញុំហ្នឹងទាញញ៉ាំប្រាប់លាកខោទំនាប់បោះស្អីហ្នឹងខោដល់ចាំវិញហ្នឹងយកមកជ្រក់ទឹកពាក់យកហ្មងពាក់ខ្ញុំបើអត់មានអីហើយបានបញ្ជើមកគូបែរជា
châu tiền sập kia này họ bây giờ cũng bé ra miếngแต่เจอบ้านไปเจอมากู แต่អូនក៏ជាគេហៅមួយទៅបងក៏ប្រយ័ត្នបរោះរឿងដែរ បានហ្នឹងណា តែហ៊ានថាបងជីវិតទៅជួយបងប្អូនដែលជាប់នៅក្នុងផ្ទះ បាទ គឺកំពុងឆេះណា បាទ នៅមកអត់ហ៊ានទេតែអូនហ៊ានសុកចិត្តជិះម៉ូតូចង្អាយជាង2គីឡូឬថាគឺចេះមកជួយភ្លាម សុំគេមកហើយ បាទបាទ សុំគេមក សុំគេមកទៀត សុំគេទៅឲ្យទៅមក អូហ្នឹងចឹងមិនថាហើយបងអរគុណច្រើននៅទឹកចិត្តបងអូនណាហើយថ្ងៃនេះបងទី1គឺការលើកចិត្តទឹកចិត្តបងអូនដែលបានថាបងឲ្យបងអូនជាគំរូ បាទ ដល់យុវជនក្រោយៗដែលឃើញថាពេលដែលជាពលរដ្ឋឬបុគ្គលណាដែលជួបបញ្ហាដែលបញ្ហាផ្សេងបញ្ហាផ្សេងយើងគិតថាអាចជួយបានយើងជួយទៅ បាននេះបាទ អញ្ចឹងថ្ងៃនេះបងជូនឧបត្ថម្ភតើអូនឯង5លាន បាទគុណនេះ ហ្នឹងហើយជូនបងប្អូនហើយនឹងទី1គឺមុខរបរដែលបងអូនធ្វើអាជីវកម្មគឺទី1គឺបងអូនស្រីបានជើញមកដែរបាទហើយទី2គឺគុណខ្មែរណា បាទ នៅបន្តផ្សព្វផ្សាយណាដើម្បីយើងទៅមុខទៀតណាហើយក៏អរគុណដែរសម្រាប់ទឹកចិត្តដែលក្លាហាននៅមូលមុតទៀតដែលបានហ៊ានចូលទៅដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលជាប់នៅក្នុងហ្នឹងបាទសូមកោតសរសើរអរណា អរគុណ បាទ